bà phải mất chôn cần lái đai cầm pung tại cọp đây đi hai chia cần lái đai đây bàn lực đây bà sầm lấpประពុនខ្លួនឯងដោយប្រើដំបងដៃទីបbàវាយសំពងជាច្រើនបាទដៃទីបទៅលើក្បាលទៅលើដងខ្លួនរហូតដល់គាត់កាប់មុខស្លាប់ đang cọt bạc thuyền mà chanh mà chứ ពីមុនមកគាត់ធ្លាប់ប្រើអំពើហិង្សាយ៉ាងណាមកណៃ ធ្លាប់ដងការយកផឹកស្វាហ្នឹង បាទអញ្ចឹងបានន័យថាមុនពេលគាត់ហើយហ្នឹងគឺគាត់បានហូបចុកអីជុំគ្នាជាមួយអ្នកនៅក្នុងភូមិហ្នឹង បាទ បាទអញ្ចឹងក៏មានការឆ្លោះប្រកែកគ្នា អត់គាត់ប៉ាខ្ញុំប្រច័នមកខ្ញុំ អូប្រចាំជាមួយអ្នកដែលផឹកជាមួយគ្នាហ្នឹងហ៎ ម៉ែផឹកប្រច័នមួយអ្នកផ្សេងអ្នកក្នុងភូមិហ្នឹងដែរ អ្នកក្នុងភូមិហ្នឹងដែរ បាទ អញ្ចឹងគាត់ន័យថារឿងដែលគាត់ប្រើហិង្សាលម្អនឯងពីដើមមកនោះសារឿងប្រចាំនឹងរហូតមក បាទគាត់ប្រច័នមកខ្ញុំដែរណា បាទ បាទហើយ ប៉ាប៉ាឯងយុម៉ានឆ្នាំហ្នឹង គាត់ទុំខ្សែម៉ែអត់សូវចាំ ចុះម៉ាក់ ខ្ញុំ37 បាទប៉ានេះមានឈ្មោះដែរ ឈ្មោះភិនរា រាចំម្ដាយ ធៀងយ៉ាត មានយ៉ាអាយុហើយប្រហែលឆ្នាំនេះម្ដាយ 37 37បាទ បាទ គាត់ 37 ឪពុកអូនគាត់ប្រកបពីកាយដែរ គាត់ធ្វើរោងចក្រ រោងចក្រហើយចំម្ដាយ ហើយធ្វើមួយគ្នា អញ្ចឹង គាត់ ចឹង ជា ដែរ ខាងដែរយ៉ាង គាត់តបពីកើតហេតុភ្លាមនៅពេលដែលគាត់វាយសម្លាប់ម្ដាយប្អូនហើយគាត់យ៉ាងម៉េចដែរអូន ពេលហ្នឹងខ្ញុំអត់នៅក្នុងរឿងហ្នឹងហងខ្ញុំអត់ដឹងដល់ប្អូនខ្ញុំមកតែប្រាប់ប្អូនខ្ញុំគាត់ចង់គាត់វាយចិត្តស្លាប់ហ្នឹងហើយបានប្អូនខ្ញុំទៅរត់ទៅចាប់បានគាត់រត់កិច្ចហ្នឹងទៅហ្នឹងអត់ដឹងដែរ គាត់រត់ទៅលឺថាមានតែខោអូខ្លីហើយនឹងកម្មាទេ ខ្ញុំសូវដឹងខ្ញុំអត់ដឹងនៅក្នុងហេតុការណ៍ហ្នឹងហងខ្ញុំឡាយទៅផ្ទះយាយខ្ញុំទៅ គាត់វាយនឹងគាត់វាយនេះគេដែរអូន ដៃតែខ្ញុំដឹងដៃអីខ្ញុំសូវដឹង ប៉ុន្តែបើតាមអូនមើលទៅរបួសស្នាមរបស់ណែបងស្រីគឺគាត់ត្រូវកន្លែងណាខ្លះ ទៅច្រើនឡើងដែរ អូច្រើនកន្លែងមកណា យើងអាចស្មានបានទេគាត់វាយប្រមាណដែកដែរមើលទៅ ដឹងតែច្រើនច្រើនកន្លែងដែរ បាទអញ្ចឹងបានន័យថាគឺមុនពេលគាត់ហើយគឺគាត់នៅអង្គុយហូបចុកជុំគ្នាហ្នឹងក៏មានការតោះគ្នាហ្នឹងគឺបងអូននឹងគាត់មកផ្ទះបិទមកទ្វារដើម្បីកុំឲ្យគាត់ចេញមកខាងក្រៅ បាទអត់ទេមិនបងគាត់មកផ្ទះហើយគាត់រត់វាយនៅនោះហើយគាត់រត់មកណែហើយខ្ញុំពងហូបអីមកភ័ក្រខ្ញុំនៅនោះយ៉ាងណាហើយអូនខ្ញុំតែមកថាមកឲ្យមកផ្ទះយើងខ្ញុំមកដល់ហើយខ្ញុំថាប៉ារឿងម៉ាក់អីចឹងខ្ញុំគេខ្ញុំបន្ទោប្រែម៉ាក់ខ្ញុំគោះទ្វារខ្ញុំចាក់តោហើយគាត់បើកទ្វារឲ្យម៉ាក់ខ្ញុំបើកទ្វារឲ្យប៉ាខ្ញុំនឹងមិនហីគាត់ដល់ហាក់វាយហើយសម្លាប់យ៉ាង អញ្ចឹងបានន័យថាពេលដែលម្ដាយប្អូនសងំនៅក្នុងបន្ទប់ហ្នឹងពុកប្អូនហ្នឹងគាត់ប្រហែលជាលួងឲ្យបើកទ្វារ នឹងប្រហែលចឹង ដល់ពេលគាត់បើកទ្វារមកបានគាត់វាយតែម្ដង បាទប្រហែ អូ លចឹងជាក្នុងបន្ទប់មកចឹង បាទអូនហ្នឹងមានបងប្អូនណាអ្នក3នាក់ 3នាក់ បាទគាត់វាយអត់អាចជួយបញ្ជាក់ទីបានគាត់វាយនៅអីគេវិញ វាយដែកលឺបងខ្ញុំថាដែករឿងតាមណាហោងកដាក្រាស់ដែកមូលលួង អូដែកទីបណា ថាដែកទីប នៅពេលដែលសកម្មភាពដែលវាយនៅពេលហ្នឹងគឺបងអូនបានឃើញ ខ្ញុំបានឃើញអត់នៅក្នុងហេតុការណ៍ខ្ញុំនៅទៅផ្ទះយាយនៅបង អូចឹ តែ ង បងអូនខ្ញុំចេញមកឃើញចិត្តស្លាប់ហើយតោះចាប់អត់កវត្តចឹងគាត់បោះបងខ្ញុំរួចបងខ្ញុំចេះគាត់រត់ទៅនោះកាន់ហ្នឹងដែរ អូនអាចជួយបញ្ជាក់ទីបានទេអញ្ចឹងគឺកន្លងមកគឺឪពុករបស់បងអូនតែងតែប្រចាំម្ដាយជាហោហែឬមួយយ៉ាងម៉េច ចាននៅពេលគាត់ផឹកស្វឹងចឹងគាត់ប្រចាំគាត់ទៅស៊ីកាយគាត់ឲ្យគាត់ម៉ាក់ខ្ញុំទៅម្នាក់ឯងនេះដែរគាត់ប្រចាំមក អញ្ចឹងបានន័យថាទៅណា ហើយនិយាយមួយប្រុសតាក់ទងប្រុស អូអញ្ចឹងបានន័យថា ឲ្យរួមមកប្រុសឲ្យ អញ្ចឹងបានន័យថាទៅណាក៏គាត់ទៅជាមួយ បាទ ហើយ គាត់ទៅអត់ឲ្យទៅ មនុស្សប្រុសណាផ្សេងក៏គាត់មិនឲ្យនិយាយជាមួយដែរទាំងបងប្អូនទាំងអីដែរ បងប្អូនអត់អីកុំឲ្យអ្នកផ្សេង អូ បាទអ្នកផ្សេងនៅក្នុងភូមិអត់បានមកនិយាយអត់បានមក បាទកុំក្រៅពីបងប្អូនអត់បាន ចុះគាត់ទៅផ្សារទៅអីអូន បាទ ទៅផ្សារទិញម្ហូបទិញអីយ៉ាងម៉េចទៅពេលអញ្ចឹង ម៉ាក់ខ្ញុំគាត់ជិះមកទិញផ្សារមួយលក់ធម្មតាយ៉ាងគាត់ជិះមួយគ្នាវាយ៉ាងណា ចុះប៉ះគាត់ទៅធ្វើការរោងចក្រទៅធ្វើការអីទៅគាត់និយាយមួយប្រុសអីអត់បានទេ អត់ដឹងរឿងហ្នឹងគាត់ទិញធម្មតា អញ្ចឹងគាត់ឲ្យដឹងតែក្នុងភូមិនេះទេគឺថាទៅណាក៏ត្រូវទៅជាមួយគ្នានិយាយមួយអ្នកណាក៏អត់បានដែរ បាទ អូបាទ បាទអញ្ចឹងគឺផ្ដើមចេញពីការណែរឿងប្រច័នហ្នឹងណា បាទ បាទអញ្ចឹងមុននឹងមិនគាត់ផឹកនៅផ្ទះណាវិញអូន ផ្ទះនេះដែរ ចិត្តផ្ទះជាប់គ្នាហ្នឹងណា អស់ហួសពីផ្ទះ បាទអញ្ចឹងក៏វាយពីកន្លែងផឹកនឹងមករហូ វាយ ត នឹងម្សាយពីវិដៃម្សាយក៏មេភូមិគាត់តន់យ៉ាងហើយគាត់រត់គេចមកដែរបាទខ្ញុំជួយក្នុងទប់ក៏មកស្ទុះឡើងម៉ោង5ម៉ោង9នេះ អញ្ចឹងបានន័យថាអូនឯងយកបងស្រីដាក់ចូលក្នុងបន្ទប់ហើយបាត់ទ្វារ ចាក់សោអី ចាក់សោដល់ពេលហ្នឹងឯងក៏តបក្រៅ ថាខ្ញុំចាក់សោហើយខ្ញុំសុខចិត្តថាខ្ញុំទៅអីផ្ទះយាយបាទហើយមកស្ទុះឡើងប្រហែលម៉ោង9ជាងអូនតែមកថាប៉ាវាយមកឡើងបែកឈាមអស់ហើយ អញ្ចឹងអូនឯងមកស្លាប់បាត់ទៅហើយ បាទដល់ស្លាប់ហើយ អរគុណណាអូនណាចូលរួមរំលែកទុកមែនតើអូន បាទ ប្រិមិត្តជនកន្លែងដែលកំពុងតែកប់ដីនេះហើយជាកន្លែងដែលប្តីបានលើកដៃបាទសម្លាប់ប្រពន្ធខ្លួនឯងដោយប្រើដំបងដៃទីបបាទវាយសំពងជាច្រើនបាទដៃទីបទៅលើក្បាលទៅលើដងខ្លួនរហូតដល់គាត់កាប់មុខស្លាប់បាទប្រិមិត្តជនរឿងរ៉ាវគឺផ្ដើមចេញពីរឿងប្រច័ណ្ឌសុទ្ធសាធ
ដំបងឡើយគឺផឹកស៊ីជុំគ្នាគាត់ក៏មានការប្រច័ណ្ឌប្រពន្ធកើតឡើងក៏បានវាយប្រពន្ធបាទជាច្រើនដៃហើយក៏បានត្រឡប់មកផ្ទះរួចហើយក៏បានចូលទៅក្នុងបន្ទប់ចាក់សោកុំឲ្យប្តីចូលធ្វើបាបវាយធ្វើបាបទៀតប៉ុន្តែប្រហែលជាបរិសុទ្ធជាប្តីបាននិយាយលួងលោមរហូតដល់ស្ត្រីរងគ្រោះព្រមបើកទ្វារឲ្យក៏បានចេញមកក៏គាត់វាយសំពងយកតែម្ដងប្រិមត្តជនបាទលុះមកដល់រត់ដល់ក្នុងនេះក៏ដួលកាប់មុខស្លាប់បាត់បង់ជីវិតតែម្ដងបច្ចុប្បន្នទាំងកម្លាំងសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថបាទស្រុកអង្គស្នួលកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីស្រាវជ្រាវនិងស្វែងរកបាទខាត់ខ្លួនបរិសុទ្ធជាឃាតករជាប្តីដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាទប្រិមត្តជនករណីនេះគឺករណីប្តីវាយសម្លាប់ប្រពន្ធបាទដោយប្រើដែកបំពង់ទីបបាទតាមរយៈកូនប្រុសនិងកូនស្រីដែលបានផ្ដល់បទសម្ភាសគឺបានបញ្ជាក់ថាគាត់បានប្រច័ណ្ឌជាមួយនឹងភរិយានឹងនៅកន្លែងវងផឹកស៊ីបាទនៅម្លងពីផ្ទះកើតហេតុប្រហែលជា3ទៅ4ផ្ទះអញ្ចឹងគាត់បានវាយពីនោះមកហើយក៏បានរត់មកផ្ទះបាទរត់មកផ្ទះអញ្ចឹងទេកូនប្រុសហ្នឹងគឺបានឲ្យម្ដាយចូលក្នុងបន្ទប់ចាក់សោហើយបាទដើម្បីកុំឲ្យឪពុកហ្នឹងវាយគាត់ធ្វើបាបគាត់ទៀតហើយក៏បានទៅផ្ទះលោកយាយបាទអញ្ចឹងទេបរិសុទ្ធជាប្តីដែលជាឃាតករគឺបានលួងលោមទៅលើប្រពន្ធរបស់គាត់យ៉ាងម៉េចយើងនិយាយយ៉ាងម៉េចយើងអត់ដឹងទេបងប្អូនចឹងណាបាទរហូតដល់ប្រពន្ធរបស់គាត់ដែលជាអ្នករងគ្រោះព្រមបើកទ្វារឲ្យអញ្ចឹងទេគាត់ក៏បានប្រើដំបងទីបបាទតាមរយៈកូនប្រុសគាត់បានប្រាប់ថាគឺជាដែកពណ៌សបាទរាងមូលបានធ្វើការវាយជាច្រើនបាទដែកទៅលើភរិយារបស់គាត់បាទច្រើនកន្លែងបណ្ដាលឲ្យកាប់មុខស្លាប់តែម្ដងបាទហើយហេតុការណ៍នេះបន្ទាប់ពីភ្លាមបរិសុទ្ធជាប្តីជាឃាតករបានរត់គេចខ្លួនដោយស្លៀកតែខោខ្លីទេបរិមត្តជនយើងបាទហើយតាមការបញ្ជាក់មកនេះគឺគាត់ប្រច័ណ្ឌគ្រប់គ្នាទាំងអស់បាទនៅក្នុងភូមិនេះលើកលែងតែបងប្អូនសាច់ញាតិគាត់បាទទៅណាក៏ដោយក៏មិនឲ្យទៅម្នាក់ឯងដែរគឺទៅត្រូវតែមានគាត់ទៅជាមួយបើមិនមានគាត់ទៅជាមួយទេគឺគាត់រករឿងវាយតែម្ដងហើយគាត់ធ្វើការជាកម្មកររោងចក្រទាំងពីរនាក់ហើយឮថាប្តីរបស់គាត់ហ្នឹងគឺជាអ្នកធ្វើការរោងចក្រមិនមែនធម្មតាទៀតគឺគាត់មានប្រាក់ខែដល់ទៅ$600-700នោះអញ្ចឹងមិនន័យថាមិនមែនកម្មកររោងចក្រធម្មតាទេគឺគាត់អាចជាប្រធានជាមេគេហើយបាទហើយផ្ទះរបស់គាត់បងប្អូនមើលគឺធំផ្ទះធំទំនំខ្ពស់បាទប៉ុន្តែនេះដោយសារតែគាត់មិនចេះគ្រប់គ្រងកំហឹងខ្លួនគាត់បាទប្រិមត្តជនបាទបណ្ដាលឲ្យវាយប្រពន្ធស្លាប់បច្ចុប្បន្នប្រពន្ធស្លាប់គាត់ក៏ត្រូវមានទោសឯកូនចំនួន3នាក់គឺនៅកំព្រាបាទប្រិមត្តជនដែលកំពុងតែរៀនសូត្រហើយនៅក្នុងបន្ទុកទៀតបាទគួរឲ្យសោកស្ដាយមែនតែម្ដងប្រិមត្តជនយើងបច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានខាងជំនាញធ្វើកសលវិច័យរួចរាល់ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីបាទទីតាំងកន្លែងកាត់ហេតុនេះគឺស្ថិតនៅក្នុងភូមិត្រពាំងត្បែងឃុំសំរោងលើស្រុកអង្គស្នួលបាក់ខេត្តកណ្ដាលបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែយកចិត្តទុកដាក់ស្រាវជ្រាវដើម្បីតាមរកបរិសុទ្ធជាឃាតករដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ប៉ុន្តែគាត់ថាយើងនៅតែសូរហ្នឹងគឺទៅលើកូនគាត់ទាំង3ណាបងប្អូនយើងកំព្រាម្ដាយហើយឥឡូវឪពុកត្រូវជាប់ទោសទៀតតើថ្ងៃអនាគតបន្ទុកគ្រួសារដែលត្រូវរៀនសូត្រដែលត្រូវចំណាយផ្សេងជាប្រចាំថ្ងៃនេះតើនឹងអ្នកណាជាអ្នករ៉ាប់រងហើយចំពោះរឿងរ៉ាវនៃការសម្លាប់ភរិយានេះគឺមិនមែនជាប់ទោសបាទស្រាលទេប្រិមត្តជនយើងបាទមនុស្សឃាតដោយចេតនាឃាតកម្មគឺមុនធ្ងរណាស់បងប្អូនយើងបាទអញ្ចឹងទេសូមសំណូមពរបងប្អូនបើមានបញ្ហាអញ្ចឹងនៅក្នុងគ្រួសារកើតឡើងសូមទប់កំហឹងឲ្យបានហើយបើសិនជារស់នៅមួយគ្នាមិនបានទេអាចចែកផ្លូវគ្នាបាទកុំមានបញ្ហាដល់ថ្នាក់នេះបាទ